ដែលត្រូវការលុយហើយមានអ្នកដែល support គាត់ហ្នឹងគាត់គឺជាមនុស្សដែលជួយប៉ិន connection ហើយទៅជួបជាមួយនឹងមនុស្សមួយដែលជាអ្នកមានដែរហ្នឹងហើយគាត់ហ្នឹងគឺចូលចិត្តអ្នកដែល clean លុយហើយ Epstein ហ្នឹងគឺអ្នក clean លុយគឺបានអត្តចរិតមកអញ្ចឹងហ្មងហ្នឹងគឺអត្តចរិតបើនិយាយចំទៅគឺមនុស្សដែលមានការថាឆ្កែដែលកំពុងតែ clean អញ្ចឹងតែពេលដែលកំពុង clean គឺតែបញ្ចុកតែឲ្យអីទៅក៏វាស៊ីដែរក៏វាស៊ីដែរហើយកំពុងតែ clean ហ្នឹងគឺ clean លុយអញ្ចឹងមនុស្សដែល clean លុយគឺដូចគ្នាហើយបើសិនជាបើនិយាយពីប្រៀបធៀបជាមួយនឹងខាងអ៊ីស្រាអែលគឺមិន clean លុយទេក៏ប៉ុន្តែគឺបើនិយាយចំទៅគឺគេប៉ិន connection ទោះបីជាគាត់អត់មានលុយក៏គាត់អាចប្រើអាកំណត់ហើយនឹងមាត់ហើយថ្មីមាត់របស់គាត់ហ្នឹងគឺក្នុងការនិយាយឲ្យអ្នកមានលុយហ្នឹងគឺហ៊ានក្នុងការចាយមួយគាត់ជាក់ស្ដែងគឺសហរដ្ឋអាមេរិកដែលមួយខែឬមួយក៏រាល់ដងដែល support ទៅហ្នឹងប្រហែល billion ឬប្រហែលជាដឹងហើយមានវារឿងមានខាងក្នុងជាច្រើនទៀតព្រមបាទខាងក្នុងជាច្រើនទៀតដែលគេអាងហេតុផល1 2 3 4 5រហូតដល់សហរដ្ឋអាមេរិកគឺហ៊ានក្នុងការចាយលុយនឹងទៅឲ្យដោយមិនខ្លាចថាប្រជាពលរដ្ឋជេរបន្តិចរហូតដល់សប្តាហ៍ថ្ងៃហ្នឹងទាំងតែគេនិយាយថាហើយបានលុយពន្ធរបស់ពួកគេនឹងយកទៅឲ្យអ៊ីស្រាអែលហើយអ៊ីស្រាអែលនឹងមានអីដែលឲ្យខាងសហរដ្ឋអាមេរិកវិញហើយអាមេរិកក៏មានហេតុផល1 2 3 4 5ឲ្យហ្នឹងហើយឲ្យហ្នឹងហើយឲ្យប្រជាពលរដ្ឋដែរអញ្ចឹងកន្លែងហ្នឹងឯងប្រិមត្តបាទដែលឆាននិយាយថាសរុបត្រឡប់មកវិញគឺពួកគាត់ប៉ិន connection ត្រូវហើយហ្នឹងហើយមិនថាប៉ិន connection ទេគឺជាមនុស្ស greedy ជាមនុស្សដែលមានមហិច្ឆតាធំនិយាយទៅគាត់ហ៊ានធ្វើគ្រប់យ៉ាងដូចនិយាយមិញអញ្ចឹងតាមគំនិតខ្ញុំតខ្លួនខ្ញុំយល់ឃើញថាអ៊ីស្រាអែលកំពុងតែដេញថ្លៃនិងកំពុងបង្ហាញឲ្យក្រុម elite ឃើញថាគាត់ហ៊ានធ្វើគ្រប់បែបយ៉ាងគាត់ហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីក្លាយជា empire ថ្មីនៅប្រចាំបូព៌ាហ្នឹងគឺអ្វីដែលអ៊ីស្រាអែលកំពុងព្យាយាមធ្វើហើយដូច Epstein កំពិតទេវាជាម៉ូសាតទេវាជាចារកម្មទេ Epstein ហ្នឹងហើយគាត់ទៅ blackmail អ្នកនយោបាយផ្សេងទៀតអញ្ចឹងបាច់ឆ្ងល់ថាមិនបានអ្នកនយោបាយអាមេរិកដើរតាមអ៊ីស្រាអែលដោយសារមាន Epstein នឹងគាត់ blackmail ហ្នឹងហើយគាត់ record ទាំងអស់ហើយឃើញគាត់នាំទៅកោះគាត់មានស្រីស្នេហ៍មានក្មេងៗណាបាទហើយគាត់ថតទាំងអស់មាន file ទាំងអស់មានឈ្មោះទាំងអស់ client list មានឈ្មោះទាំងអស់ប៉ុន្តែត្រាំគាត់ថាអត់ឃើញផងអត់មានឃើញឈ្មោះ client list ហ្នឹងតែមានប៉ុន្តែគេបញ្ចេញមែនប៉ុន្តែបិទយកកំដៅខ្មៅបិទសិតតែពាក់ព័ន្ធមួយអ្នកធំអញ្ចឹង Epstein នេះវាគាត់គឺជាម៉ូសាតគាត់ជាចារកម្មដែលប្រើប្រាស់blackmail ប្រើប្រាស់ការគំរាមហ្នឹងដើម្បីធ្វើឲ្យអ្នកនយោបាយទាំងអស់ហ្នឹងគឺដើរតាមខ្លួនអញ្ចឹងទៅចេញព័ត៌មានផ្ទៃក្នុងមកហ្នឹងគឺ Epstein បងប្អូនខុសរឿងគេលេងណាគេច្រើនគេចង់ដឹងការសម្ងាត់របស់អ្នកធំគេបច្ចុប្បន្នស៊ីតែរឿងចឹងទៅចាហើយមនុស្សតែពេលស្វឹងពេលសបាយពេលអីវាធ្លាយអានឹងចេញមកអូតូម៉ាទិកធ្លាយហើយគាត់ថតទុកទៅដើម្បីធ្វើ blackmail ដើម្បីគំរាមបន្តទៀតអញ្ចឹងព្រោះអ្នកធំកាន់តែធំគាត់ស្រឡាញ់មុខមាត់ណាត្រូវហីគេទៅយូរគាត់សំខាន់ណាតែព័ត៌មានសម្ងាត់ចេញមកវាទីមួយវាបាត់បង់អត្តន័យទូនាទីអីហ្នឹងហើយចឹងត្រឹមត្រូវបាទអញ្ចឹងមនុស្សហ្នឹងបែបអញ្ចឹងគាត់មានអំណាចគាត់ហ៊ានធ្វើគ្រប់យ៉ាងអញ្ចឹងទើបជួយឲ្យប្រទេសតូចមួយហ្នឹងគឺមានឥទ្ធិពលតែគាត់អាចធ្វើអ្វីក៏បានណាអញ្ចឹងមិនមែនសុកដូចករណីផ្ទុះ pager ហើយឃើញមានម៉ូសាតឲ្យសម្ភាសទៅទូរទស្សន៍60មីនិតហ្នឹងអានទូរទស្សន៍ហ្នឹងបងប្អូនទៅជិះជ្រៅទៀតអ្នកកាន់ទូរទស្សន៍អ្នកណាជនជាតិជីវិសហ្នឹងហើយសទ្ធិជនជាតិជីវិសហ្នឹងហើយចាអញ្ចឹងសុកម៉ូសាតឡើងមកទូរទស្សន៍ឲ្យប្រាប់ថាខ្ញុំអ្នកធ្វើខ្ញុំអ្នករៀបចំចាយលុយ$200 លានបាទ$200 លានដើម្បីដាក់ក្របបែកនៅក្នុង pager ហើយចុចបន្ទុះបាទចុចបន្ទុះហើយគាត់ប្រឡយពាក្យទៀតថាគាត់ជាអ្នកបង្កើតព្រឹត្តិការណ៍ពិភពលោកគាត់ប្រឡយពាក្យអញ្ចឹងទៀតអញ្ចឹងគាត់កំពុងបង្ហាញទៅពិភពលោកថាគាត់ហ៊ានធ្វើគ្រប់យ៉ាងគាត់ជាអ្នកនៅពីក្រោយរូបភាពទាំងអស់នឹងអញ្ចឹងទៅបងប្អូនណាអញ្ចឹងនិយាយនេះមិនមែនឲ្យបងប្អូនស្អប់ពូជសាសទេប៉ុន្តែអ្វីដែលដាវីតសំដៅគឺទៅលើអ្នកនយោបាយទាំងអស់ហ្នឹងទេអ្នកនយោបាយរបស់អ៊ីស្រាអែលដែលលំអួបអំណាចហ្នឹងណាដូចណេតានយូហ៊ូដូចអ្នកនៅជុំវិញគាត់ហ្នឹងដូច Ben Gvir ឃើញហ្នឹងគាត់ថាមានទោសប្រហារជីវិតលើជនជាតិប៉ាឡេស្ទីនគាត់កោះសាំប៉ាញាប់អសាតជាមួយនឹងគ្នាគាត់អញ្ចឹងព្រោះអីដើម្បីសម្រេចគោលដៅគាត់ត្រូវការ Gaza គាត់ត្រូវការ West Bank គាត់ពង្រីកដែនដីគាត់រួចហើយគាត់ត្រូវការប្រមូលជនជាតិអ៊ីស្រាអែលហ្នឹងគឺមកក្នុងប្រទេសវិញអ្នក settler ទាំងអស់ហ្នឹងអញ្ចឹងដើម្បីគាត់ប្រមូលមកវិញបានតើតែមានទីតាំងឲ្យពួកគេរស់នៅមានដីគេនៅដែរអញ្ចឹងគាត់ពង្រីកហើយអញ្ចឹងបងប្អូនប្រយ័ត្នតិចកន្លែងហ្នឹងគឺក្រោមរូបភាពហ្នឹងអ្វីដែលវិញនិយាយមិនឲ្យស្អប់ពូជសាសជនជាតិឬអាងជនជាតិហ្នឹងឯងប៉ុន្តែខ្ញុំចង់បើកបង្ហាញការពិតរបស់អ្នកនយោបាយរបស់អ៊ីស្រាអែលប៉ុន្តែរូបភាពហ្នឹងវាធ្វើឲ្យពិភពលោកស្អប់ជនជាតិជាវិស្រាប់ហើយអញ្ចឹងអនាគតទៅគឺនឹងមានសង្គ្រាមមួយទៀតគឺមានសង្គ្រាមជាមួយជនជាតិជាវិសហ្មងបានន័យថាស្អប់ជនជាតិជាវិសហើយជនជាតិជាវិសទាំងអស់
ប្រហែលជាត្រូវប្រមូលទៅអ៊ីស្រាអែលវិញបាទអាចនៅប្រទេសផ្សេងបានឯព្រោះថាប្រជាពលរដ្ឋអត់សប្បាយចិត្តជាមួយអញ្ចឹងវាអាចនឹងកើតភារវគ្គដោយប្រទេសបាបចិត្តខាងយើងអញ្ចឹងហើយវាចិញ្ចឹមទាហានអ៊ីស្រាអែលហើយនឹងមានភារវគ្គកើតឡើងដូចនៅតំបន់មូស្លីមហ្នឹងគឺនឹងមានការវាយប្រហារកើតឡើងដោយដែលលោកគ្រូចៅចង្អុលនាំនឹងដាស់តឿនអញ្ចឹងណាអញ្ចឹងទើបយើងឃើញថាពីតថាពិបាលមួយគឺប្រយ័ត្នប្រយែងណាស់ចំពោះការប្រស្រ័យតាក់ទងជាមួយមិត្តណាបងប្អូនយើងបាទហើយសំណាងឯដែលយើងមានគោលនយោបាយផ្សេងយើងមានមិត្តទាំងអស់បើថាយើងអត់សំដៅលើអ្នកណាមួយចាប់លើអ្នកណាមួយយកហ្មងយើងមិត្តទាំងអស់អញ្ចឹងគោលនយោបាយនេះវាល្អប្រសើរជាងមិនន័យថាយើងអត់រើសខាងណាយើងឯករាជ្យរបស់យើងអញ្ចឹងណាបងប្អូនបាទអរគុណសូមសម្រាប់ឲ្យប្រិមិត្តយើងបាទប្រហែលជាវែងឆ្ងាយតិចហើយប្រិមិត្តយើងអធិស្ឋានផងតែវាជាការពិតមួយដែលចង់បង្ហាញបងប្អូនហើយហើយវីដេអូនេះបង្ហោះក្នុង Facebook អត់បានទេណាហ្នឹងហើយបង្ហោះទៅប្រហែលជាវាចាប់ហើយមើលទៅព្រោះយើងបើកបង្ហាញវាពេញបឹបហើយបាទវាពេញបឹបពេកហើយណាបងប្អូនបាទអរគុណយើងសូមមកផលិតផលរបស់យើងមួយជុំទៀតអរគុណមក